ជាដំបូងជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាចំពោះថ្ងៃនេះខ្ញុំសូមមកធ្វើការណែនាំអំពីរបៀបនៃការប្រើប្រាស់ command foundation របស់ server Ubuntu យើងឥឡូវនេះខ្ញុំកំពុងតែឈរនៅលើ SSH របស់យើងដោយសារខ្ញុំធ្វើការ login ហើយអស់ហើយអញ្ចឹងខ្ញុំប្រាប់ពី command ទាំងអស់គ្នាអញ្ចឹងដំបូងយើងវាយ who am I អូខេឥឡូវហ្នឹងserver របស់យើងគឺស្គាល់ user របស់ខ្ញុំគឺ main home បន្តមកទៀតយើងវាយ command pwd command ហ្នឹងគឺយើងប្រើដើម្បីមើល directory របស់យើងអញ្ចឹង directory របស់ខ្ញុំឥឡូវហ្នឹងគឺខ្ញុំឈរនៅកន្លែង home ហើយបន្តមកទៀតគឺយើងវាយ sudo apt update យើងមើលសិនថាយើងមានអីថា update អត់យើងវាយ password មកឥឡូវយើងធ្វើការរងចាំឲ្យវា update សិនទៅហើយបន្តមកទៀតយើងវាយ command sudo apt upgradeអូខេឥឡូវយើងធ្វើការ update ជាមួយ upgrade ហើយអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការវាយ command បង្កើត file អញ្ចឹងដើម្បីបង្កើត file បានគឺយើងវាយ command touch ហើយខ្ញុំដាក់ឈ្មោះមក sv11.12 បន្តមកទៀតយើងធ្វើការវាយ print នៅ string អញ្ចឹងយើងវាយ echo single quote ហើយបន្តមកទៀតយើងវាយក៏បានដែរ hello my name is ហូហៀងហូហើយធ្វើការ enter មកអានេះយើង print string មកទៀតយើងវាយls ដល់ l ដើម្បីមើល touch វាអូខេហើយcommand មួយទៀតគឺ ls ដល់ la command នេះយើងប្រើដើម្បីមើលstring របស់យើងណាហើយចំពោះ command បន្តមកទៀតគឺយើងធ្វើការបង្កើត folder ដើម្បីបង្កើត folder បានគឺយើងវាយ command mk dir អូខេ mk dir ហើយយើងដាក់ឈ្មោះមក sv11.12 ហើយយើងធ្វើការវាយ command ls ដល់ l ដើម្បីមើលវាហើយឥឡូវយើងធ្វើការបង្កើត folder បានហើយហើយ folder ហ្នឹងយើងបោកធៀវចឹងមកនេះយើងបង្កើតវាជោគជ័យហើយ command បន្តមកទៀតគឺremove folder ចឹងដើម្បី remove folder បានយើងវាយ rm ដល់ ir ហើយវាយឈ្មោះ folder មកហើយដើម្បី check មើលថា folder យើង remove បាត់នៅយើងវាយ command ls ដល់ ir ហើយគឺតកាយនេះសមនេះថាយើង remove folder នឹងបាត់ហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ